បន្ទាប់ពីធ្វើការលើកទ្រូងតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យទម្រង់ទ្រូងស្អាតបំផុតនេះជារឿងដែលស្ត្រីទាំងអស់បន្ទាប់ពីធ្វើការលើកទ្រូងតែងតែបារម្ភខ្ញុំគឺជាគ្រូពេទ្យទៀនគ្រូពេទ្យសម្រស់នៅមន្ទីរពេទ្យសម្រស់ទាំងហូជារឿងដែលយើងត្រូវយកចិត្តទុកដាក់យើងគួរតែគោរពតាមការណែនាំរបស់គ្រូពេទ្យនិងអ្នកថែទាំអំពីបញ្ហាការពាក់អាវបង្កើតទម្រង់បន្ទាប់ពីធ្វើការលើកទ្រូងរឿងនេះសំខាន់ខ្លាំងណាស់ហើយពេលយើងពាក់អាវបង្កើតទម្រង់បានល្អវានឹងជួយឲ្យទម្រង់ទ្រូងរបស់យើងមានទ្រង់ទ្រាយស្អាតជាងមុនសូមបងប្អូនយកចិត្តទុកដាក់ផងកុំភ្លេចពាក់អាវបង្កើតទម្រង់ទ្រូងក្នុងរយៈពេល1ដល់3ខែដំបូងហើយយើងគួរជៀសវាងសកម្មភាពខ្លាំងការផ្លាស់ទីតំបន់ស្មារតីឬតំបន់ទ្រូងច្រើនក្នុងខែដំបូងហើយសកម្មភាពណាដែលត្រូវប្រើកម្លាំងខ្លាំងសូមបងប្អូនគួរប្រាប់គ្រូពេទ្យមុននឹងធ្វើនេះជាការវះកាត់ធំមួយដូច្នេះរាងកាយត្រូវការស្ដារឡើងវិញឲ្យបានល្អបំផុតដូច្នេះយើងគួរជៀសវាងផឹកស្រាបៀរថ្នាំជក់ឬអាហារដែលផ្ទុកស្ករខ្លាញ់ច្រើនពេកក្នុងដំណាក់កាលនេះដើម្បីឲ្យរាងកាយស្ដារឡើងវិញបានល្អបំផុតហើយគួរតែបន្ថែមអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមនិងវីតាមីនជាច្រើនសម្រាប់រាងកាយយើងត្រូវគោរពការផឹកថ្នាំនិងអនុវត្តតាមសេចក្តីណែនាំសម្រាប់ថែទាំស្នាមរបស់វេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យដើម្បីធានាឲ្យដំណើរការស្ដារឡើងវិញកើតមានបានល្អបំផុតដោយយ៉ាងណាយើងប្រើប្រាស់ម៉ាស៊ីនស្កេនក្នុងនិងក្រុមការងារដែលមានជំនាញផ្នែកវះកាត់បំពេញទ្រូងដូច្នេះដំណើរការបន្ទាប់ពីវះកាត់ក៏កើតមានយ៉ាងស្រួលផងដែរអ្នកមិនចាំបាច់បារម្ភទេហើយបើមានសំណួរណាមួយអ្នកអាចតាក់ទងដោយផ្ទាល់ទៅកាន់បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យដើម្បីទទួលបានការណែនាំនិងការថែទាំបន្ទាប់ពីវះកាត់បំពេញទ្រូងឲ្យបានល្អបំផុត